Hello 同學們好បាទសួស្តីបងប្អូនអរគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមកសិក្សាភាសាចិនបន្តទៀតដែលយើងមកសិក្សាអំពីអត្ថបទទី3នៃមេរៀនទី12ក្នុងសៀវភៅ ASK1 បាទអញ្ចឹងកាលវីដេអូភាគ1គឺយើងបានរៀនចប់ហើយបាទពីអត្ថបទទី1ទី2ហើយឥឡូវនេះគឺជាអត្ថបទបញ្ចប់ក្នុងការរៀនអត្ថបទទី3នេះបាទហើយនៅក្នុងអត្ថបទនីមួយៗវាតែងតែមានពាក្យថ្មីអញ្ចឹងអ្នកគ្នាមុននឹងយើងធ្វើការចេះបកប្រែនៅអត្ថបទទាំងនេះអញ្ចឹងសូមបងប្អូនទាំងអស់ដែលមើលវីដេអូនេះត្រូវតែមើលពាក្យថ្មីសិនបាទពាក្យថ្មីគឺនៅក្នុងរូបភាពហ្នឹងឯងបាទនៅក្នុងអត្ថបទទី3ហ្នឹងឯងអញ្ចឹងពាក្យថ្មីនៅខាងក្រោមបាទយើងមកឃើញនេះបាទនេះបាទអញ្ចឹងនៅកន្លែងនេះយើងមានពាក្យថ្មីលេខ9ដល់លេខ13បាទដោយសារតែពីអត្ថបទទី1យើងមានលេខ1មកដល់ទីអត្ថបទទី3នេះយើងមានដល់លេខ13បាទអូខេអញ្ចឹងយើងមើលពាក្យថ្មី a new words បើជាភាសាចិនយើងអាចនិយាយថា生词បាទ生词ជាភាសាចិនណាបាទតែក្នុងនេះដាក់ទេដាក់តែភាសាអង់គ្លេសបាទអញ្ចឹងយើងមើលពាក្យទី9បាទទី9អានថា身体បាទ身体ជានាមប្រែថារាងកាយឬក៏ខ្លួនប្រាណបាទ身体បាទ身体ឧទាហរណ៍ថា身体健康សុខភាពល្អអញ្ចឹងណាបាទ身体健康ឧទាហរណ៍ថា做运动对身体很好可以说这样了啊 OK អញ្ចឹងមើលពាក្យទី10អានថា愛បាទ愛យើងប្រែថាស្រឡាញ់បាទជាកិរិយាសព្ទគឺប្រែថាស្រឡាញ់ឬក៏ចូលចិត្តអញ្ចឹងឯនេះដែរវាការបកប្រែចូលចិត្តឬក៏ស្រឡាញ់បត់បែនតាមកលៈស័កឧទាហរណ៍យើងស្រឡាញ់អ្នកណាម្នាក់យើងអាចនិយាយថាវ៉អៃនេះមកវ៉អៃថាខ្ញុំស្រឡាញ់គាត់អញ្ចឹងទៅប៉ុន្តែបើសិនជាយើងចូលចិត្តណាចូលចិត្តទៅលើម្ហូបឧទាហរណ៍យើងចូលចិត្តញ៉ាំភីសាយើងអាចនិយាយថាវ៉អៃ吃披萨បាទវ៉អៃ吃披萨ខ្ញុំចូលចិត្តញ៉ាំភីសាអញ្ចឹងទៅណាបាទហ្នឹងគឺក្នុងការបកប្រែឯវាមានលក្ខណៈខុសគ្នាបាទទី11សៀបាទសៀជាអក្សរអឹមហ្នឹងមានន័យថាជាខ្នាតបាទឆ្លើយខ្នាតណាគឺប្រែថាខ្លះបាទ some ឬក៏ few បាទ few មានន័យថាយើងប្រែថាខ្លះបាទអាហ្នឹងគេប្រើឧទាហរណ៍ថាយើងមានសៀវភៅចិនខ្លះយើងនិយាយថា我有一些中文书បាទ我有一些中文书ខ្ញុំមានសៀវភៅចិនខ្លះអញ្ចឹងទៅណាហើយឧទាហរណ៍យើងមានមិត្តភក្តិខ្លះ我有一些朋友បាទហ្នឹងសៀប្រែខ្លះបាទវាជាខ្នាតបាទពាក្យថ្មីទី12អានថា水果បាទ水果水果យើងប្រែថាផ្លែឈើបាទ fruit ផ្លែឈើជានាមឧទាហរណ៍ថា我喜欢吃水果ខ្ញុំចូលចិត្តញ៉ាំផ្លែឈើឧទាហរណ៍ថាខ្ញុំញ៉ាំផ្លែឈើរាល់ថ្ងៃ我每天吃水果បាទអូខេពាក្យចុងក្រោយគឺពាក្យទី13បាទអានថា水បាទ水គឺយើងប្រែថាទឹកបាទខ្ញុំចូលចិត្តផឹកទឹក我喜欢喝水ផឹកទឹកច្រើនល្អចំពោះសុខភាពឧទាហរណ៍ថា喝多水对身体很好បាទនេះគឺជាពាក្យថ្មីក្នុងអត្ថបទទី3របស់យើងបាទឥឡូវនេះយើងមកមើលសិក្សាអំពីនេះវិញអត្ថបទយើងវិញណាបាទអញ្ចឹងអត្ថបទទី3របស់យើងមានចំណងជើងថាចៃពីងហ្វាងបាទចៃពីងហ្វាងចៃនៅឯពីងមានជំងឺហ្វាងបន្ទប់អញ្ចឹងមានន័យថា in the sick room មានន័យថានៅទៅលើបន្ទប់អ្នកជំងឺអញ្ចឹងណាបន្ទប់ដែលអ្នកជំងឺស្នាក់នៅគេហៅថាចៃពីងហ្វាងបាទហោះចុះយើងមកខាត់ពេលយើងបកប្រែបទម្ដងអញ្ចឹងក្នុងនេះមានតួអង្គ2ឲ្យមានឈ្មោះទេមានតែ A Bគេតាំងឲ្យមនុស្ស2នាក់អញ្ចឹងណាអញ្ចឹង A និយាយថា你身体怎么样បាទ A ហ្នឹងគឺជាគ្រូពេទ្យបាទនេះគ្រូពេទ្យពាក់អាវសហ្នឹងក៏សួរទៅកាន់ B ថា你身体怎么样បាទតើសុខភាពរបស់អ្នកអា身体ហ្នឹងរាងកាយសុខភាពហ្នឹងបងណាកន្លែងហ្នឹងលើសើភ្លេចបញ្ជាក់ផង身体នឹងរាងកាយសុខភាពយើងនឹងឯងបាទអញ្ចឹងតើសុខភាពរបស់អ្នកយ៉ាងម៉េចដែរអ្នក
chân mờ dáng phải thay dáng mấy đài ok vô bạn á hào chứng là sao bí giờ sao bí chỉ nè chữ ngữ cái trai thá 我身体不太好 và 我身体不太好 แปลថាសុខភាពរបស់ខ្ញុំឬក៏រាងកាយរបស់ខ្ញុំមិនសូវល្អទេចឹងពូនឹងមិនថៃនឹងខ្លាំងណាស់ហៅល្អប៉ុន្តែនៃបើវាក្នុងពូថៃហៅនឹងជាពាក្យបដិសេធពូនឹងគឺថៃនឹងគឺយើងប្រែថាមិនសូវវិញណាពូថៃខ្ញុំទៅពាក្យពូថៃមិនសូវវាថាវាមិនល្អខ្លាំងណាស់គ្នាណាហៅល្អអញ្ចឹងពូថៃហៅមិនសូវល្អវាមិនសូវជាល្អសុខភាពល្អអញ្ចឹងណាបាទអញ្ចឹងយើងបន្តទៀតថា B លោក B និយាយបន្តទៀតថាធានឈីថៃរលបាទធានឈីថៃរលបានន័យថាអាកាសធាតុបាទក្តៅខ្លាំងណាស់បាទញៀករឿនឹងក្តៅបាទអញ្ចឹងអានេះថៃចុចលើអញ្ចឹងសម្រងមកគេណាខ្ញុំរៀនហើយបាទអូខេចឹងមើលទៀតបាទគិតជាបន្តថាពូអាយឈឺហ្វាន់បាទពូអាយឈឺហ្វាន់មិនចូលចិត្តញ៉ាំបាយឬក៏មិនចង់ញ៉ាំបាយណាបាយហ្នឹងប្រែយើងប្រែយ៉ាងម៉េចឲ្យយល់ខ្លួនឯងឲ្យយល់ស្រាប់ទៅស្រាប់យល់ស្រាប់ទៅវាងាយយល់ណាអូខេបាទចឹងអាយឡើយនេះគឺយើងអត់ប្រែស្រឡាញ់ទេយើងប្រែថាចូលចិត្តឬក៏ចង់បាទឈឺហ្វាន់ញ៉ាំបាយបាទឈឺញ៉ាំហ្វាន់បាយបាទអញ្ចឹងលោកគ្រូពេទ្យ A ហ្នឹង Mr. A ហ្នឹងខាជាគ្រូពេទ្យហ្នឹងក៏សួរថា你多吃些水果ណា你多吃些水果អ្នកញ៉ាំផ្លែឈើខ្លះឲ្យបានច្រើនទៅគ្រូពេទ្យចង់និយាយថាតួនឹងច្រើនមកគាត់ញ៉ាំផ្លែឈើឲ្យច្រើនហើយឈឺញ៉ាំសៀនឹងខ្លះសៀស៊ុយគួរផ្លែឈើខ្លះគាត់ចង់សំដៅថាផ្លែឈើរបស់ផ្លែឈើឧទាហរណ៍ថាផ្លែឈើផ្លែប៉ោមផ្លែចេកផ្លែស្វាយអញ្ចឹងណាយើងញ៉ាំផ្លែឈើមួយចំនួនឲ្យបានច្រើនចង់អញ្ចឹងណាផ្លែឈើខ្លះបានច្រើនបាទអញ្ចឹងនេះបើគេគឺអញ្ចឹងណាសៀស៊ុយគួរផ្លែឈើខ្លះតួឈឺនឹងញ៉ាំច្រើនបាទតួហើស្រួយផឹកទឹកឲ្យច្រើនបាទតួហើស្រួយអញ្ចឹងហើហ្នឹងគឺថាផឹកស្រួយទឹកបាទតួហើស្រួយផឹកទឹកឲ្យច្រើននេះតួហ្នឹងច្រើនណាបាទអូខេអញ្ចឹង Mr. B បាទដែលជាអ្នកជំងឺហ្នឹងក៏ឆ្លើយថា谢谢你医生谢谢你医生បាទអរគុណគ្រូពេទ្យអរគុណអ្នកគ្រូពេទ្យអញ្ចឹង谢谢你ប្រែអរគុណអ្នក谢谢អរគុណ你ប្រែថាអ្នក医生ប្រែថាគ្រូពេទ្យបាទអូខេអ្នកគ្នាអញ្ចឹងរសឺបានធ្វើការអានចប់ហើយក៏បានបកស្រាយបកក្បាយដែរតើតើណាតបတ်ហ្នឹងបើសិនជាត្រង់ពាក្យមួយណាដែលខ្ញុំបរៀនលឿនពេកឬក៏មិនច្បាស់លាស់បាទឬក៏ឡងកន្លែងណាអាច comment សួរអាចខ្ញុំនឹងព្យាយាមតប comment ដើម្បីឲ្យយើងយល់បងប្អូនគ្នាបាទឥឡូវសូមអានម្ដងទៀតទាំងអស់ដើម្បីឲ្យយើងងាយបកប្រែម្ដងទៀតបាទប៉ុន្តែអត់នេះទេអត់លំអិតទេលក្ខណៈអានហើយបកប្រែអានហើយបកប្រែបាទអូខេចាប់ដើមអេនីសិនធី怎么样តើសុខភាពរបស់អ្នកមិនដែរបាទ我身体不太好សុខភាពរបស់ខ្ញុំមិនសូវល្អទេ天气太热了អាកាសធាតុក្តៅខ្លាំងណាស់不爱吃饭មិនចូលចិត្តញ៉ាំបាយមិនចង់ញ៉ាំបាយហ្នឹងទៅបាទ你多吃些水果多喝水អ្នកញ៉ាំផ្លែឈើមួយចំនួនឲ្យបានច្រើនទៅហើយផឹកទឹកឲ្យច្រើនបាទ谢谢你医生អរគុណអ្នកគ្រូពេទ្យឬក៏អរគុណលោកគ្រូពេទ្យណាអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងហើយយើងបញ្ចប់នៅមេរៀនទី12ក្នុងកំអត្ថបទទី3បាទមានប៉ុណ្ណឹងហើយវីដេអូបន្ទាប់យើងនឹងចូលក្នុងមេរៀនទី13បាទជាជាបើចូលចិត្តឆ្លាញ់ក្នុងវីដេអូនេះមានប្រយោជន៍អាចជួយធ្វើការ Subscribe ផងដើម្បីទទួលបានវីដេអូបន្តទៀតអូខេ谢谢同学们再见